ស្រឡាញ់កូនឯងណាចង់ឲ្យកូនឯងនឹងអស្ចារ្យចង់ឲ្យកូនឯងនឹងលយបាទណាបាទទិញកង់ទិញម៉ូតូឲ្យគ្នារៀនថ្នាក់ទី5ទី4ទី5ទី6អីនៅបឋមសិក្សាឬចូលដល់អនុវិទ្យាល័យបាទទិញម៉ូតូអីល្មមមកកូនទាកូនអីហ្នឹងឲ្យកូនអាណិតកូនស្រឡាញ់កូនឬក៏ឪពុកម្ដាយនឹងគ្មានពេលវេលាមើលកូនឲ្យកូនជិះទៅរៀនអត់ដែរសួរពីកូនអត់តាមដានកូនសំខាន់បំផុតគឺឪពុកម្ដាយតាមដានកូនកុំទៅសួរកូនថាកូនអាចជិះម៉ូតូនេះកូនកុំទៅបដៅកូនមិនបាច់បដៅទេក្មេងនឹងមិនបាច់បដៅវាស្ដាប់តាមយើងទេស្ដាប់ជឿតាខ្ញុំទៅវាអត់ស្ដាប់តាមយើងទេវាទៅនិយាយថាល្អវាថាវាជិះម៉ូតូកង់ម៉ូតូល្អទេអត់តន់គ្រោះថ្នាក់អត់តន់គ្រោះថ្នាក់ល្អអញ្ចឹងម៉ែឪស្រឡាញ់ប្រភេទហ្នឹងដែលទិញកង់ទិញម៉ូតូទិញឲ្យកូនជិះហ្នឹងអាហ្នឹងម៉ែឪមិនស្រឡាញ់កូនទាល់តែសោះម៉ែឪកំពុងតែសម្លាប់កូនហើយខ្ញុំសូមបដិផ្ដាំណាបាទបើកូនរបស់យើងស្ដាប់មានជីវធម៌ស្ដាប់តាមយើងអត់អីទេតែកូនភាកច្រើនបំផុតគឺវាឈាមរាវមកមៀចមិនខ្លាចភ្លើងយកពាក្យខ្ញុំចាំឃ្លាំមើលកូនរាល់ការជិះកង់មានពេលទំនេរណាមួយថ្ងៃដើម្បីមើលកូនគ្រាន់តែយើងអួតថាស្រឡាញ់កូនការងារយើងមកបានមួយថ្ងៃ$1000ក៏ដោយ$2000ឈប់មួយថ្ងៃតាមដានកូនឈប់2ថ្ងៃតាមដានកូនកូនជិះម៉ូតូតាណាខ្លះកូនជិះរបៀបម៉េចតាមដាន2 ម្ដងបានដឹងតាមដានមួយថ្ងៃ2ថ្ងៃក៏អត់ដឹងដែរកូនជិះកង់នេះមិនអ្នកបងប្អូនមានតែអ្នកក្រៅទេដូចខ្ញុំអ្នកក្រៅទេមិនអាចមើលដឹងថាកូនយើងប្រភេទម៉េចណាជិះកង់ដៃមួយជិះកង់ប្រឡែងដៃជិះកង់ហោះជិះតែកង់មួយទេបោះអាមុខចោលបានជិះម៉ូតូដូចក៏ដូចគ្នាដែរប្រឡែងដៃជួការយកជើងយកដាក់លើអាក្បាលម៉ូតូទៀតម៉ែឪដឹងអត់ម៉ែឪដែលស្រឡាញ់កូននឹងដឹងអត់កំពុងតែស្លាប់កូននេះមានដឹងអត់តិចទៀតខ្ញុំនឹងនិយាយព័ត៌មានសំខាន់ព័ត៌មានអន្តរជាតិឥឡូវនិយាយព័ត៌មានដែលខ្ញុំឃើញតិចសម្រាប់កូនសុទ្ធសាធខ្ញុំមិននិយាយកូនរបស់លោកអ្នកស្លាប់ទៅដោយសាររឿងម៉ែឪស្រឡាញ់ខ្ញុំវាមិនសូវជាអាណោះធម្មតាទេនោះខ្ញុំទៅអាណោះធម្មអ្នកដែលគ្នាបុកគ្នាបុកកូនរបស់អ្នកឯងស្លាប់ខ្ញុំទៅអាណិតអ្នកបុកវិញព្រោះអ្នកឯងនេះមិនអាណិតកូនខ្លួនឯងផងឲ្យគេអាណិតអីក៏អត់មកឲ្យខ្ញុំអាណិតទេណាស្រឡាញ់កូនឯងសម្រាប់កូនឯងខ្ញុំអាណិតទេខ្ញុំអាណិតអ្នកដែលគ្នាបុកហ្នឹងឯងបើគ្នាធ្វើជីខុសច្បាប់គ្នាបុកអាហ្នឹងអូខេអាហ្នឹងគ្នាខុសឡានដោយគ្នាជីមកគ្នាជីខុសច្បាប់ជីអត់មើលអីអាហ្នឹងគ្នាខុសប៉ុន្តែអាកូនយើងជីដៃមួយដៃពីរប្រឡែងចេះទៅឆែលទៅបុកគេហើយគេជីមកអត់បត់ឆ្វេងបត់ស្ដាំអត់សញ្ញោអត់អីបត់វ៉ាវទៅម្ដងគ្នាមើលអត់ទាន់ទេទាំងយើងទាំងគេនឹងប៉ះពីហើយដល់ពេលប៉ះពីស្លាប់កូនយើងតើគ្នាយ៉ាងម៉េចជាប់គុកជាប់ច្បាប់មានរឿងមានរ៉ាវដោយសារយើងដោយសារភាពស្រឡាញ់របស់យើងនេះឯងបាទប៉ុន្តែគិតខ្លួនឯងបងប្អូនខ្ញុំនិយាយប៉ុណ្្នឹងគិតខ្លួនឯងខ្ញុំអាណិតអ្នកបុកទេអាកូនយើងស្លាប់ខ្ញុំអាណិតអាសូរសុំទៅទីខ្ញុំអាណិតពោះម៉ែឲ្យវាអាណិតផងហ្នឹងតែខ្ញុំអាណិតប្រសិនបើកូនជីត្រឹមត្រូវជីតាមផ្លូវថ្នល់អីតូចទៅគៀកកែមទូចមើលទៅបត់ឆ្វេងបត់ស្ដាំសញ្ញោអីត្រឹមត្រូវជីអីត្រឹមត្រូវខ្ញុំអាណិតរបស់គេបុកណាបើសិនជាគេបុកជើងកូនយើងជីឆ្វុយច្វាច់វាថ្ងៃទៅបុកខ្ញុំអត់អាណិតអាសូរទេខ្ញុំទៅអាណិតអ្នកបុកវិញបាទគ្នាត្រូវអស់អនាគតត្រូវជាប់គុកត្រូវសងលុយសងអីត្រូវបានយើងទៅស្ដីអស់អាកូនយើងខុសយើងទៅស្ដីឲ្យគេទៀតនោះនេះពុកម្ដាយគិតមែនទេកុំស្រឡាញ់កូនសម្រាប់កូនខ្លួនឯងទៅបំផ្លាញជីវិតគេដែលគេបុកនោះទៀតណាប៉ុណ្្នឹងបាទខ្ញុំនិយាយដល់ព័ត៌មានបាទសម្រាប់ពិភពលោកនោះបងប្អូនឆ្លើយមើលយុត្តិធម៌ឬអយុត្តិធម៌នៅពេលដែលប្រទេសធំមហាអំណាចធំគេអាចផលិតសពាវុធធំបានផលិតសពាវុធអីក៏បានដែរបំផ្លាញលោកហើយគាត់ដើរអួតកេងអាងថាគាត់នឹងចូលចិត្តសន្តិភាពដើរឲ្យគេមានសន្តិភាពឲ្យគេអីចឹងណាបាទប៉ុន្តែគាត់ដើរញុះញង់គេគាត់ដើរលុកសពាវុធគ្រប់បាទគាត់ផលិតសពាវុធបានលុកសពាវុធបានដល់ប្រទេសគេធ្វើអត់បានអាហ្នឹងបងប្អូនយល់ថាមិនយុត្តិធម៌ឬអយុត្តិធម៌បាទអាហ្នឹងរឿងមួយរឿងពីរគឺសន្តិភាពចង់បានសន្តិភាពចង់បានសេចក្តីសុខហេតុអ្វីបានតែផលិតសពាវុធចង់បានសន្តិភាពចង់បានសេចក្តីសុខចង់បានសេចក្តីល្អហេតុអ្វីបានមិនយកលុយពាន់លានដែលយើងរកបានហ្នឹងយកទៅជួយប្រជាជនក្រីក្រតាមបណ្ដាប្រទេសនានាដែលគាត់ខ្វះទឹកខ្វះម្ហូបអាហារ
ខ្ញុំចំណៃខ្វះទីកន្លែងជ្រកអីទៅជួយ10ឆ្នាំអត់ទាន់អស់បងលុយធ្វើសង្គ្រាមប្រមាណហ្នឹងបងប្អូនហេតុអីចាណាខ្លួនឯងខ្ញុំថាបណ្ដាលថ្នាក់ដឹកនាំធំនៅលើពិភពលោកនឹងតែរៀនថ្នាក់សិតថាបាទបណ្ឌិតបាទសិតថា master អីផ្សេងហ្នឹងឆ្លាតឬក៏ល្ងងឬក៏ខួរក្បាលអាចបាទដុសអាចញុកឬក៏យ៉ាងម៉េចបាទបងប្អូនពិចារណាខ្ញុំអត់ដឹងថាម៉េចទេប្រហែលខួរក្បាលគាត់ឆ្លាតមិនមែនឆ្លាតទេទៅបាទខ្ញុំអត់ដឹងដែរបងប្អូនយកពិចារណាមើលដែលចង់បានសន្តិភាពផលិតតែសពាវុធចង់ឲ្យបានសេចក្តីសុខតែឆ្លោះតែគ្នាចាក់ចុចគ្នាឆ្លោះគ្នាណាពិចារណាបងប្អូនអាចខមមិននឹងក្រោមថាខួរក្បាលពួកគាត់ដែលគាត់រៀនសុទ្ធតែបណ្ឌិតសុទ្ធ master អីហ្នឹងតើធ្វើថ្នាក់ដឹកនាំមេដឹកនាំមួយសើតើគាត់នឹងឆ្លាតឬក៏ល្ងងឬក៏ខួរក្បាលគាត់យ៉ាងម៉េចឈួតឬក៏ជាយ៉ាងម៉េចបងប្អូនហើយខ្ញុំនិយាយពីជនហោះរបស់សហរដ្ឋអាមេរិកគឺមិនដឹងជាអ៊ីរ៉ង់សំណាងឬមិនសំណាងទេបងប្អូនដែលត្រូវបានអាមេរិកប្រើ F-35 ជាប្រវត្តិសាស្ត្របាទដែលប្រឡាយបាទអ៊ីរ៉ង់តែក៏មិនដឹងថាអាមេរិកសយឬក៏ហេងដែរដែលអ៊ីរ៉ង់បានបាញ់ឲ្យមានរបួសបាទjet F-35 ទំនើបដែលតម្លៃ100លាននោះបាទជាលើកទី1ក្នុងប្រវត្តិសាស្ត្រដែលអ៊ីរ៉ង់បាញ់ត្រូវ F-35 នោះហើយប្រទេសអ៊ីរ៉ង់ត្រូវបានបាទសហរដ្ឋអាមេរិកប្រើអាហ្នឹងដើម្បីសម្ពងប្រទេសរបស់ខ្លួនបាទអ៊ីស្រាអែលនិងអាមេរិកគឺគាត់គ្រប់គ្រងដែនអាកាសនៅខាងលើបើយើងមើលពីខាងលើមកគឺអ៊ីរ៉ង់គ្មានអីទេគេខ្ទេចខ្ទាំអស់ហើយអ៊ីរ៉ង់អត់មានអីតបតទេប៉ុន្តែខ្ញុំគិតថាអ៊ីស្រាអែលនិងអាមេរិកគឺគ្រប់គ្រងខាងលើដល់ពេលនៅខាងក្រោមគឺអាដែនដីដែនភ្នំនេះគឺដែនដីដែនភ្នំគឺបោះអ៊ីរ៉ង់បាទណាអញ្ចឹងឃើញកាខ្ទេចតបអស់មែនតែអ៊ីរ៉ង់នៅតែមានមីស៊ីលបាទប្រភេទអន់ល្មមដែរដែលបាញ់កំដរអាមេរិកដែលធ្វើឲ្យខែលការពីអាមេរិកនៅប្រទេសមួយចំនួនដែលជុំវិញបាទអ៊ីរ៉ង់ហ្នឹងដូចជាកាតាបារ៉ែនណាគុយវ៉ែតអីហ្នឹងអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមអីហ្នឹងបាទបងប្អូនត្រូវយ៉ាងដំណំរបស់គាត់ឥឡូវពួកគេនៅខាងនោះគឺមូលមុតគ្នាដើម្បីវាយអ៊ីរ៉ង់ហើយបងប្អូនមូលមុតគ្នាដើម្បីវាយអ៊ីរ៉ង់ហើយនេះខ្លាចជាសង្គ្រាមលោកទី3បងប្អូនគេអត់ផុតទេលោកទី3ខ្ញុំថាគេអត់ផុតទេនៅក្នុងជុកសម័យថ្មីហើយលែងនិយាយអាចាស់អា3 4សប្តាហ៍ដែលអាមេរិកថាវាយឲ្យចប់អត់ចប់ទេចូលដល់ថ្មីហើយគេពិនិត្យឃើញថាសពាវុធរបស់អ៊ីរ៉ង់ហ្នឹងគឺត្រូវបានអាមេរិកមើលឃើញថាមានយកមកពីចិនអញ្ចឹងគឺខឹងចិនទៀតណាបាទហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ចិននិងបោះផលប្រយោជន៍ជប៉ុនហើយនិយាយរឿងជប៉ុនទៀតជប៉ុនអាមេរិកកំពុងតែទះកំភ្លៀងរវល់មុខបើនិយាយពីសន្លប់3ឆ្នាំតនងើបដែលសំណួរសួរថាដែលគាត់ឆ្លើយរបៀបចំអកដាក់អ្នកស្រីតាកាឈីបាទរបៀបឆ្លើយដើម្បីសងសឹកអាកំហឹងរបស់ខ្លួនបងប្អូនដូណាល់ត្រាំបាទគេសួរសុកគេសួរថាតើលោកឯងមិនប្រាប់គេមុនធ្វើសង្គ្រាមមួយអរងនៅមជ្ឈមបូព៌ាមិនប្រាប់គេមុនបើតារឿងនឹងចង់ច្បាស់ដឹងច្បាស់លោកដូណាល់ត្រាំគាត់ទៅបែរសំណួរចឹងវិញគាត់ថារឿងនឹងចង់ដឹងច្បាស់ដល់សួរជប៉ុនអារឿងចឹងជប៉ុនលេខ1គាត់និយាយនឹងសង្គ្រាមលោកទី1 1941 1941សង្គ្រាមលោកទី1ទី2ហ្នឹងណាថាជប៉ុនលួចវាយអាមេរិកអីហ្នឹងគាត់នឹកឃើញរឿងហ្នឹងគាត់រំលឹករឿងអភិបជាចាប់ពីអតីតកាលមកគាត់ថារឿងហ្នឹងដល់សួរជប៉ុនបានជប៉ុនដឹងច្បាស់នេះវាដូចជាការសើឬដំបៅចាស់មកបាទជប៉ុនសឹងតែស្លាប់មួយកំភ្លៀងហ្នឹងបងប្អូនចឹងរឿងជប៉ុននិងអាមេរិកមិននឹងដើរដល់ថ្ងៃទីអវសានឬក៏ឯគេថាគំនុំលាក់ក្នុងចិត្តតែមិនហ៊ានបញ្ចេញមុខនៅតែសោចឲ្យញឹមណាបាទយើងមើលបាទគេហៅថាខ្លាកំណាចឬក៏ហៅថាមហាអំណាចលាក់មុខជប៉ុនហើយនិងមហាអំណាចមែនទែនអាមេរិកនឹងទៅជាយ៉ាងណាទីទំនាក់ទំនងនឹងយើងរងចាំមើលតទៀតប៉ុន្តែអ្នកស្រីតាកាជីនឹងគាត់បែរជាចិត្តត្រជាក់គាត់ធ្វើជាទៅ
ស្អំបេះដូងដូណាល់ត្រាំវិញថាទៅទិញនៅ reactor ធម្មពលដើម្បីកុំឲ្យទិញព្រីងទិញអីពីអឺប្រទេសដទៃទៀតដើម្បីកុំឲ្យជាប់ចំណាត់ខ្មាំងអីចឹងណាចំណាត់ខ្មាំងនៅការទិញប្រេងការនេះទិញប្រេងចឹងបាទចំណាយអស់$40,000 លានបងប្អូនឲ្យទៅបាទសហរដ្ឋអាមេរិកដើម្បីទិញនៅ reactor មួយហ្នឹងចឹងអាមេរិកប្រហែលជាធូរត្រជាក់ចិត្តតិចដែរចឹងយើងរងចាំមើលតទៅទៀតនៅទំនាក់ទំនងអាមេរិកនិងប្រទេសជប៉ុនបាទបងប្អូនហើយមហាអំណាចពីរដែរនៅនេះនឹងមកជួយបាទបើកនៅសមុទ្រហូម៉ុកដើម្បីឲ្យមានចរាចរណ៍ទៅមកគឺ6ប្រទេសនៅអឺរ៉ុបបាទនឹងមកជួយអាមេរិកនៅក្នុងការបើកសមុទ្រហូម៉ុកហើយតែយើងអត់ដឹងថាយ៉ាងម៉េចទេប៉ុន្តែគេថាបើមកនោះគេអត់មានធ្វើសង្គ្រាមជាមួយនឹងតបតសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ទេដើម្បីកុំឲ្យអ៊ីរ៉ង់ស្អប់ឬអ៊ីរ៉ង់អីចឹងអត់ធ្វើទេគេគ្រាន់មកដើម្បីការពារធម្មតាទេហើយលុះត្រាតែនៅតំបន់ហ្នឹងមានសន្តិសុខត្រឹមត្រូវបាត់គេមកទៀតណាមិនឲ្យមានការបាញ់ត្រូវគ្នាជាមួយនឹងអ៊ីរ៉ង់អីទេអត់ទេចឹងណាមិនមែនគេមកជួយគេមកគ្រាន់តែមើលថែរក្សាផ្លូវហ្នឹងឲ្យបើកផ្លូវហ្នឹងឲ្យធ្វើដំណើរធម្មតាទេប៉ុន្តែរឿងជួយឲ្យជួយបាញ់មួយអាមេរិកទៅបាញ់រងអត់ទេហើយអាមេរិកកំពុងតែចំណាយទឹកប្រាក់$200,000 លានហ្នឹងបើយុគសម័យថ្មីគឺចុះនៅដែនដីវាយតែម្ដងគឺបើថាវាយផ្លូវរៀបមកផ្លូវដីបាទដែលគាត់យកកោះខាច់ហ្នឹងបំផ្លាញកោះថាច់ហ្នឹងគាត់យកខាច់គឺជាកន្លែងដែលគាត់ចុះនាវាដាក់ទ័ពស្មើជើងវាយប៉ុន្តែរឿងវាយខ្ញុំថាវាយយ៉ាប់ជាមួយនឹងអ៊ីរ៉ង់ហើយអ៊ីរ៉ង់គឺមានទ័ពភ្នំមានទ័ពព្រៃមានទ័ពកន្លែងតំបន់រួមយើងអត់ដឹងព្រោះប្រទេសគេពិបាកអាមេរិកចូលទៅនឹងស្លាប់ច្រើនខ្ញុំអត់ដឹងថាតែមើលយើងមើលចាំមើលតទៀតជាមួយគេបើកយុទ្ធនាការយ៉ាងម៉េចយើងក៏មិនដឹងដែរហើយមនុស្សម្នាក់ចង់បានសន្តិភាពចង់បានសេចក្តីសុខតែយកតែរឿងដាក់ខ្លួនបងប្អូនត្រឹមមហា3ពេលខ្ញុំក៏មិនដឹងយ៉ាងម៉េចដែរបាទចឹងយើងរងចាំមើលតទៅទៀតបងប្អូនខ្ញុំមានប៉ុណ្ណឹងសូមអរគុណច្រើនសូមឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អរកស៊ីមានបានហើយទៅណាមកណាសុខភាពតាមផ្លូវសូមបងប្អូនកុំភ្លេចចុច like ចុច share ឬក៏បាទ subscribe ជួយប្រសិនបើបងប្អូនពេញចិត្តហើយបើមិនពេញចិត្តទេគឺបងប្អូនអាចអូសរំលងហើយcomment រិះគន់អាចរិះគន់ខ្ញុំទទួលការរិះគន់ក្នុងន័យស្ថាបនាចំពោះបងប្អូនទាំងអស់បាទមិនមែនជាការជេរគ្នាស្ដីថាឲ្យគ្នាក្នុងនាមជាខ្មែរនោះទេគឺរិះគន់បានអរគុណច្រើនបងប្អូនបាទ